សួរមកកងអំពូមិញខ្ញុំមានវីដេអូខ្លះៗដែលខ្ញុំបានដើរលេងនៅសៀមរាប3យប់4ថ្ងៃជាមួយក្រុមគ្រួសារអំពូមិញបានដឹងទេថាពេលដែលខ្ញុំទៅដល់សៀមរាបខ្ញុំមានអារម្មណ៍សប្បាយចិត្តហើយរំភើបខ្លាំងមែនទែនខ្ញុំធ្លាប់តែបានឃើញប្រាសាទអង្គរវត្តឬក្នុងសៀវភៅដែលខ្ញុំធ្លាប់រៀនឬក៏ផ្ទាំងគំនូរគឺពិតជាស្រស់ស្អាតប៉ុន្តែពេលដែលខ្ញុំបានមកដល់និងបានឃើញផ្ទាល់ភ្នែកគឺប្រាសាទអង្គរវត្តស្រស់ស្អាតជាងក្នុងផ្ទាំងគំនូរឬក្នុងសៀវភៅ1000 ដង1លានដងហើយពេលហ្នឹងខ្ញុំបានថតវីដេអូអីច្រើនទេហើយម៉ាក់ខ្ញុំបានហៅខ្ញុំទៅថតជាមួយម៉ាកងអំពូមិញម៉ាក់ប៉ាជារូបស្លឹកបន្ទាប់ពីខ្ញុំបានថតជាមួយម៉ាក់ប៉ាហើយខ្ញុំបានដើរថតទេសភាពជាវីដេអូដូចបងឃើញក្នុងវីដេអូចឹងសកម្មភាពរបស់ខ្ញុំនៅថ្ងៃទី1នៅសៀមរាបមានតែប៉ុណ្្នឹងទេបងហើយខ្ញុំសូមអរគុណដល់ម៉ាកងអំពូមិញដែលតែងតែមើលវីដេអូរបស់ខ្ញុំចង់ចាំជួបខ្ញុំវីដេអូទី2នៅសៀមរាបបន្តទៀតសូមអរគុណជម្រាបលាបាយបាយ